여러분 안녕하세요. 다음을 읽고 중심 내용을 고르십시오. Vàសូមអានអត្ថបទខាងក្រោមហើយជ្រើសរើសអ្វីដែលសមស្របជាងគេណា중심បាទ옛날에는 버스로 학교에 갔습니다. បាទកាលពីដើមឡើយខ្ញុំបានទៅសាលារៀនដោយជិះឡានក្រុង 그런데 요즘은 자전거를 타고 학교에 갑니다. ប៉ុន្តែសប្តាហ៍ថ្ងៃខ្ញុំជិះកង់ទៅសាលារៀនណាបាទ자전거를 타면 교통비를 절약하고 운동도 할 수 있습니다. អញ្ចឹងយ៉ាងម៉េចដែរបើសិនបើយើងជិះកង់តែបើសិនបើខ្ញុំជិះកង់ហ្នឹងគឺអាចកាត់បន្ថយណាបាទឆលយ៉ាក់ឬក៏សន្សំបាទសន្សំសំចៃថ្លៃចំណាយធ្វើចរាចរណ៍ហ្នឹង교통비ហើយនឹងអាចឧណ្ឌងបាទគឺយើងអាចហាត់ប្រាណបានផងដែរនៅពេលដែលយើងជិះកង់ហ្នឹងអញ្ចឹងយើងមើល1 요즘은 옛날보다 학교에 많이 갑니다. បាទកន្លែងនេះអត្ថបទដូចជាអត់និយាយទេមិនថាម៉េចតែបច្ចុប្បន្នហ្នឹងគឺគាត់ទៅសាលាច្រើនជាងពីមុនបាទអញ្ចឹងគឺអត់បាននិយាយទេក្នុងអត្ថបទ2 자전거 타기는 장점이 많습니다. បាទការជិះកង់បាទ장점បាទគុណសម្បត្តិបាទឬក៏ចំណុចល្អចំណុចវិជ្ជមានណាបាទអញ្ចឹងគឺមានច្រើនអញ្ចឹងយើងមើលតទៀត 운동을 하려고 자전거를 탑니다. បាទដោយសារតែគាត់មានបំណងហាត់ប្រាណទើបគាត់ជិះកង់បាទក្នុងអត្ថបទគឺគេអត់និយាយចឹងទេបាទតែអីគេបាទគាត់ជិះកង់ទៅសាលារៀនហើយគាត់អាចហាត់ប្រាណបានផងដែរមិនមែនគាត់ជិះកង់ដើម្បីហាត់ប្រាណទេ 4번 돈을 절약해서 자전거를 샀습니다. បាទដោយសារតែគាត់ចង់សន្សំសំចៃលុយហ្នឹងទើបគាត់ទិញកង់បាទអញ្ចឹងក៏អត់ត្រឹមត្រូវដែរអញ្ចឹងចម្លើយដែលសមស្របជាងគេគឺចម្លើយលេខ2ណាបាទការជិះកង់ហ្នឹងគឺមានចំណុចល្អច្រើន